បងខ្ញុំឆ្ងល់រឿងមួយមិនមនុស្សសម័យឥឡូវគេប្រកាន់គ្នាច្រើនមែនមិនថារឿងតូចមិនថារឿងធំទេអាហ្នឹងមកពីអីបងអឺរឿងដែលមនុស្សប្រកាន់គ្នាច្រើនវាមានច្រើនករណីហើយវាមានរឿងផ្សេងគ្នាជាច្រើនប៉ុន្តែបើយើងសរុបរួមមកវិញគឺដោយសារតែអត់ប្រើច្បាប់សិលធម៌អញ្ចឹងនៅពេលដែលយើងអត់មានសិលធម៌នៅក្នុងខ្លួនហើយមួយទៀតសុជីវធម៌សិលធម៌នោះបានន័យថានៅពេលដែលយើងនិយាយស្ដីជាមួយនរណាម្នាក់យើងមានក្រមសីលធម៌ដូចជាប្អូនឲ្យដឹងប្អូនបងឲ្យដឹងបងហើយចេះលើកដៃជម្រាបសួរអរគុណចេះជម្រាបលាអីចឹងទៅអាហ្នឹងវាសិតតែរឿងសីលធម៌ដែលយើងគួរតែប្រើនៅក្នុងសង្គមរបស់យើងគឺប្រើជារៀងដរាបហ្មងចុះសុជីវធម៌វិញបងសុជីវធម៌តាមពិតទៅវាមានន័យច្រើនប៉ុន្តែបងបកស្រាយតែងាយយល់ចុះឧទាហរណ៍ថាយើងជាមនុស្សម្នាក់ដែលមានសុជីវធម៌ដូចចេះក្រែងចិត្តអ្នកដទៃចឹងបានថាយើងធ្វើអីមួយយើងអត់ទៅនិយាយអីលឺដាក់គេអត់ចេះក្រែងចិត្តគេចឹងអត់ចេះក្រែងចិត្តគេហ្នឹងឯងដែលអត់មានសុជីវធម៌បានថាយើងធ្វើអីធ្វើទាំងងងើលដាក់គេជួនកាលយើងទៅបូលីគេលេងអាហ្នឹងគឺអត់សិលធម៌អត់សុជីវធម៌ហ្នឹងបានថាយើងអត់ចេះគោរពគេអត់ចេះឲ្យតម្លៃគេអញ្ចឹងនៅពេលដែលយើងចេះតែលេងសើចចេះតែអត់ចេះក្រែងចិត្តគេធ្វើអីមួយអត់ចេះខ្លាចចិត្តគេធ្វើតាមអំពើចិត្តយើងយកអត់ខ្វល់ពីគេអាហ្នឹងគឺអត់សុជីវធម៌អញ្ចឹងនៅពេលដែលយើងមានសិលធម៌ហើយមានសុជីវធម៌នៅក្នុងខ្លួនទៀតវាទៅជារឿងមួយទៀតដែលយើងទៅណាក៏បានសុខដែរទៅណាក៏មានរៀបញៀតរាប់បានន័យថាយើងអត់ងាយនឹងឆ្លោះគ្នាជាមួយគេទេអាភាពប្រកាន់គ្នាហ្នឹងក៏អត់មានសឹងតែអត់មានបើសិនជាយើងមានអាពីរហ្នឹងក្នុងខ្លួនហើយបើសិនជាមួយទៀតបើសិនជាយើងមានគុណធម៌ហ្នឹងក៏សាហាវដែរបានន័យថាយើងអត់ទៅរំលោភបំពានអ្នកដទៃទេបានន័យថាយើងឃើញគេកំពុងតែទុនខ្សោយឬក៏ត្រូវការជំនួយឬក៏អីអាហ្នឹងយើងទៅជួយគេយើងទៅមានចិត្តសន្តោសគេអញ្ចឹងណាយើងជួយយកអាសាគេនិយាយចេះអញ្ចឹងអាហ្នឹងគេហៅគុណធម៌ហើយអញ្ចឹងនៅពេលដែលមនុស្សយើងមានអា2 3មុខហ្នឹងនៅក្នុងខ្លួនយើងអត់ចាំបាច់ព្រួយបារម្ភថាទៅដល់នេះតិចគេស្អប់អញទៅដល់នោះគេអត់ចូលចិត្តអញអត់ទេអញ្ចឹងនៅពេលដែលមនុស្សស្គាល់គ្នាឬក៏មិនស្គាល់គ្នាតែយើងចេញអា3ហ្នឹងមកល្អគឺការរាប់អានឬក៏ការប្រស័យតាក់ទងគ្នាហ្នឹងគឺវាល្អប៉ុន្តែបើសិនជាយើងអត់ប្រើអា3ហ្នឹងទេយើងប្រើតែតាមចរិតធម្មជាតិរបស់ខ្លួនឯងដូចជាយើងត្រឡប់នៅគ្រួសារយើងមិនយើងទៅធ្វើដាក់គេអញ្ចឹងមជ្ឈដ្ឋាននៅក្នុងគ្រួសាររបស់យើងផ្សេងនៅក្នុងសង្គមបច្ចុប្បន្នរបស់យើងផ្សេងអញ្ចឹងយើងអត់អាចយកអាត្រឡប់ផ្ទាល់ខ្លួនយកទៅធ្វើដាក់អ្នកដតីបានទេវាធ្វើឲ្យគេប្រកាន់យើងធ្លាប់តែនៅក្នុងផ្ទះធ្លាប់ជាលក្ខណៈថាកូនពៅឬក៏ចលើសបើឆ្មើងឆ្មៃតែពេលយើងទៅមជ្ឈដ្ឋានខាងក្រៅយើងទៅធ្វើអញ្ចឹងដែរអាហ្នឹងជារឿងដែលគេប្រកាន់យើងជារឿងដែលគេខឹងយើងអត់ខុសទេហ្នឹងជារឿងដែលសមហេតុផលមិនបានគេខឹងយើងដោយសារតែយើងអត់សិលធម៌យើងអត់ជីវធម៌យើងអត់ចេះគោរពគេយើងនិយាយមួយគេអត់ដឹងបងអត់ដឹងប្អូនអត់ដឹងចាស់អត់ដឹងទុំអាហ្នឹងឯងដែលជាចំណុចមួយដែលសុកគេស្អប់គេស្អប់ហ្មងគេអត់ចូលចិត្តអញ្ចឹងត្រឡប់មកវិញដូចពាក់ព័ន្ធជាមួយនឹងការងារមិនថាបងឥឡូវបងធ្វើការហើយឯណែនៅរៀនអញ្ចឹងវាអត់មានអីខុសគ្នាទេជាមួយនឹងសិលធម៌យើងអាចយកទៅប្រើបានគ្រប់ពេលអញ្ចឹងនៅពេលដែលយើងចេះប្រើសិលធម៌របស់យើងល្អយើងចេះក្រែងចិត្តអ្នកដទៃអញ្ចឹងយើងធ្វើអីក៏វាល្អទៅតាមនោះដែរហើយបើសិនជាយើង
វិជ្ជាជីវៈមិនថាយើងរៀនបកកែយើងចេះចែកម្លែកអាចចេះចែកម្លែកហ្នឹងគេហៅគុណធម៌ហ្នឹងហើយអញ្ចឹងមនុស្សដែលមានចំណេះដឹងហើយមានការចែកម្លែកទៀតមានសិលធម៌មានគុណធម៌មានសុជីវធម៌ហើយគឺមនុស្សហ្នឹងគឺ peace ហ្មងគឺសន្តិភាពហ្មងទៅដល់ណាក៏គេចូលចិត្តដែរប៉ុន្តែសម្រាប់បងវិញបងមានអា3ហ្នឹងដូចគ្នាប៉ុន្តែមានអ្នកខ្លះក៏អត់ចូលចិត្តយើងដែរដោយសារតែអ្នកខ្លះគេអាចមានគំនិតមួយចំណែនយើងគេថាយើងល្អពេកឬក៏យើងអឺចិត្តបានពេកឬក៏ចែកម្លែកទៅគេស្រួលពេកអ្នកខ្លះគេខឹងគេគិតថាយើងធ្វើយកមុខប៉ុន្តែអាហ្នឹងយើងគិតថាដូចជាមិនមែនយកមុខទេហើយគេស្អប់បងដោយសារតែមួយទៀតចរិតរបស់បងរៀងកាចបានន័យថាយើងចេះ slot យើងក៏ចេះកាចដែរយើងមានសិលធម៌យើងមានសុជីវធម៌មែនប៉ុន្តែពេលខ្លះបើសិនជាលើសព្រំដែននៃយើងធ្វើអាហ្នឹងហើយគេអត់ទទួលយកទេគេបែរជាខឹងក្រោតមកលើយើងតបតដែលគេវិញស្រួលហើយម្ដងពីរដងហើយគេនៅតែអត់ព្រមទទួលយកគេនៅតែនិយាយជាមួយយើងបែបឆ្លើយបែបអីយើងក៏ទ្រាំលែងបានដែរវាថាពេលខ្លះមនុស្សឆ្លោះគ្នាដោយសារអញ្ចឹងមិនមែនថាយើងមានសិលធម៌ល្អយើងមានសុជីវធម៌ល្អយើងមានគុណធម៌ហើយយើងមិនមែនថាយើងអត់ឆ្លោះគ្នាមួយគេយើងក៏នៅមានអាហ្នឹងដែរប្រៀបដូចជាយើងបើកបរតាមផ្លូវចរាចរណ៍តាមផ្លូវចុះឧទាហរណ៍ថាយើងគ្រប់ប៉ុន្តែគេអត់គ្រប់អាហ្នឹងក៏បុកគ្នាញឹកដែរអញ្ចឹងប្រៀបមួយមនុស្សយើងគឺដូចគ្នាដូចអញ្ចឹងដែរទៅដូចហ្មងមនុស្សបើចរាចរណ៍ហ្នឹងគឺមនុស្សហ្នឹងហើយអ្នកធ្វើការហ្នឹងគឺមនុស្សហ្នឹងហើយតែមនុស្សអញ្ចឹងហើយបានគេបង្កើតច្បាប់ឲ្យមនុស្សគ្រប់អាហ្នឹងទាំងអស់គ្នាអញ្ចឹងដូចថាសិលធម៌សុជីវធម៌គុណធម៌ហ្នឹងវាជាច្បាប់អត់វាមិនមែនជាច្បាប់ទេអាហ្នឹងវាជាទំនៀមទម្លាប់ល្អវាជាវិន័យក្នុងខ្លួនយើងវិន័យក្នុងខ្លួន ចឹងនៅពេលដែលយើងមានវិន័យក្នុងខ្លួនវាដូចជាយើងចេះគោរពច្បាប់ចឹងច្បាប់គេចែងមកក៏មកឲ្យមនុស្សធ្វើអីប៉ាត់ណាប៉ាត់ណីតាមអំពើចិត្តរបស់ខ្លួនឯងតែធ្វើតាមអំពើចិត្តខ្លួនឯងអត់ចេះគោរពគេអត់ចេះឲ្យតម្លៃគេអត់ចេះជួយគេអាហ្នឹងឯងដែលជាបញ្ហាដែលមនុស្សងាយនឹងឆ្លោះគ្នាងាយនឹងប្រកាន់គ្នាដោយសារតែអត់យកអស់នឹងយកមកប្រើហើយដូចជាមិនថាការងារអីក៏ដោយយើងគឺជា content creator ក៏ដោយយើងជាវិស្វករក៏ដោយជាពេទ្យក៏ដោយជាគ្រូបង្រៀនក៏ដោយឬក៏ជាអីក៏ដោយឲ្យតែអត់មានអា3នឹងនៅក្នុងខ្លួនគឺងាយនឹងឆ្លោះគ្នាងាយនឹងប្រកាន់គ្នានឹងវាអញ្ចឹងហើយបានបងចិត្តប្រាប់បងប្អូនថាត្រូវតែមានសិលធម៌នៅក្នុងខ្លួនអាភាពឆ្លើយរបស់យើងវានឹងកាត់បន្ថយទៅតាមនឹងបើសិនជាយើងជាប់ខ្លួនឧទាហរណ៍ថាចរិតរបស់យើងមិនមែន slot boat ទេយើងក៏ជាមនុស្សកាចសាហាវដែរប៉ុន្តែនៅពេលដែលយើងមានអានឹងនៅក្នុងខ្លួនដូចយើងចេះ slot ហើយយើងក៏ចេះកាចដែរយើងពុតបើសិនជាយើងពុតការយើងនៅក្មេងនឹងល្អហ្មងពុតដៃតនៅក្តៅបដៅមនុស្សតនៅក្មេងហ្នឹងអាហ្នឹងល្អហ្មងបើសិនជាយើងដឹងថាខ្លួនយើងហ្នឹងវាចឹងមែនអញ្ចឹងយើងអាចកែបានអត់អីទេអាហ្នឹងវាមកពីមជ្ឈដ្ឋាននៅក្នុងគ្រួសារដែរបើសិនជានៅក្នុងគ្រួសារអត់ចេះបដៅកូនចេះតែតាមទម្លាប់របស់កូនយើងចេះតែខន្តីបានព្រោះវាជាកូនក្មួយរបស់យើងប៉ុន្តែនៅពេលដែលគាត់ទៅធ្វើការនៅក្នុងសង្គមខាងក្រៅទៅរៀនទៅណាតណៃទៅទិញអីវ៉ាន់ទៅទិញអីហ្នឹងអញ្ចឹងនៅពេលដែលគាត់អត់ចេះគួសមអត់ចេះគោរពអ្នកដទៃទេគាត់ទៅឆ្លើយដាក់គេគាត់ទៅវាយគេគាត់ទៅលេងសើចជ្រុលដាក់គេប៉ុន្តែក្នុងន័យគាត់ល្អទេតែគ្រាន់តែថាអាចរិតក្រឹកពីរបស់គាត់ហ្នឹងគឺអត់ល្អបាទអញ្ចឹងវាទៅជារឿងមួយទៀតគេប្រកាន់គេឆ្លោះគ្នាជាមួយគាត់អានោះវាអញ្ចឹងពីមុនបងធ្លាប់គេស្អប់ច្រើនទេតាដោយសារតែចរិតឆេវឆាវរបស់បងហើយភាពកាចសាហាវរបស់បងវាខ្លាំងណាស់តែនៅពេលដែលដល់ពេលមួយមនុស្សជាច្រើនចាប់ផ្ដើមលែងហ៊ានរាប់អានបងក៏ចាប់ផ្ដើមអង្គុយគិត
ពីកំហុសរបស់ខ្លួនឯងឡើងវិញថាអូតាមពិតវាអញ្ចឹងមែនសុកយើងអត់មានរឿងជាមួយគេសោះគេអត់ហ៊ានរាប់អានយើងដោយសារតែអញ្ចឹងដោយសារតែភាពឆេវឆាវឬក៏យើងអត់ចេះទប់អារម្មណ៍យើងអត់មានវិន័យនៅក្នុងខ្លួនអញ្ចឹងនៅពេលដែលយើងចេះតែប្រឡែងតាមចរិតពិតរបស់ខ្លួនឯងគឺអត់កើតទេដូចគេហៅថា fake អាហ្នឹងតែ fake ល្អវាអីតែអា fake ខូចគឺអាហ្នឹងគេស្អប់លើសដើមគឺស្អប់ខ្លាំងហ្មងហ្នឹងហើយដូចចំណុចមួយទៀតបងលើកឧទាហរណ៍នៅក្នុងការធ្វើការចុះកន្លែងធ្វើការចុះកន្លែងធ្វើការមួយទាំងមូលបើសិនជាអត់មានច្បាប់វិន័យទាំងអស់នឹងទេបុគ្គលិកមិនថាក្មេងមិនថាចាស់មិនថាអ្នកចូលថ្មីមិនថាអ្នកនៅយូរហើយតែអត់ចេះគោរពគ្នាគេតែអត់ចេះគោរពគ្នាទេគឺងាយនឹងឆ្លោះគ្នាងាយនឹងប៉ះពាក្យសម្ដីគ្នាហើយតែប៉ះគ្នាហើយមិនមែនផ្សះផ្សាបានភ្លាមដូចថាលេងចូលគ្នាវិញដូចក្មេងទេណាអត់ចឹងទេតែបានប៉ះគ្នាហើយគឺប៉ះហើយដកជាប់ក្នុងចិត្តរហូតយើងអត់អាចងាយនឹងស្រាយបានទេទោះយ៉ាងណាក៏យើងនៅក្នុងចិត្តរហូតអញអត់ធ្វើមកវាអត់ធ្វើមកអញហើយតែអត់ហើយតែនិយាយរកវាគុំនិយាយរកអញចាប់ដើមមានអាហ្នឹងក្នុងខ្លួនហើយចាប់ដើមបែងចែកបាក់ពួកអាហ្នឹងគឺយើងអាទម្លាប់បករបស់ខ្លួនឯងហើយយើងជះឥទ្ធិពលដល់ក្រុមការងារទាំងមូលទៀតចឹងវាអត់ល្អទេមិនថាយើងការងារជាអីក៏ដោយយើងជាមេក៏ដោយយើងជាកូនចៅក៏ដោយតែយើងអត់មានអាហ្នឹងនៅក្នុងខ្លួនទេគឺចប់ទៅដល់ណាក៏អត់មានសុវត្ថិភាពដែរទៅដល់ណាឆ្លោះហ្នឹងទៅដល់ហ្នឹងគេប្រកាន់ហ្នឹងអូខេអ្នកទាំងអស់គ្នាវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយសង្ឃឹមតែអ្នកទាំងអស់គ្នាស្ដាប់បានទៅជាប្រយោជន៍ហើយក៏ដូចជាការយល់ដឹងចំណេះដឹងទូទៅហើយអាចធ្វើឲ្យបងប្អូនទាំងអស់គ្នាមានការចេះអោនលំទោនគ្នាមិនងាយនឹងមានការប្រកែកប្រកាន់គ្នាឆ្លោះគ្នាជាដើមហើយពួកខ្ញុំគឺអត់មានអ្នកចេះដឹងលក្ខណៈថារៀនបានជ្រៅជ្រះទេគ្រាន់តែថាយើងចែកម្លែកនៅចំណុចដែលល្អហ្នឹងហើយហ្នឹងហើយអញ្ចឹងការរស់នៅក្នុងសង្គមនេះគឺមានភាពច្បុកច្បល់ហើយក៏ដូចជាមានរឿងជាច្រើនដែលយើងអាសាប៉ះគ្នាដែរហើយពេលខ្លះយើងត្រូវតែចេះអត់ឱនគ្នាហើយនឹងមានការគោរពគ្នាតែប៉ុណ្្នឹងទេដើម្បីឲ្យយើងមានសេចក្តីសុខនៅក្នុងការរាប់អានគ្នាហើយសន្តិភាពជាមួយនឹងគ្នាទៅវិញទៅមកបាទសូមអរគុណសូមជម្រាបលាអ្នកដែលមិនទាន់ Subscribe Channel របស់ខ្ញុំគឺសូម Subscribe ផងហើយជាមួយនឹងការ comment ដ៏មានសុជីវធម៌បំផុតកុំឲ្យថាអ្នកខ្លះគាត់និយាយអីលេងសើចហ្នឹងមិនបាច់និយាយអាហ្នឹងកាត់ចោលទៅនឹងបានទេតាមកកាត់ចេញទៅណា